ជំលុះហិង្សារវាងសន្តិសុខនិងអ្នកជួលបន្ទប់វាវាយមុនក៏ប្តីខ្ញុំច្រានចាញ់ចែព្រោះដោយសារពេលវាវាយខ្ញុំគឺខ្ញុំទាំងងន់ដែរថ្ងៃយប់ធម្មតាខ្ញុំអត់កូនកូនខ្ញុំមិនលូធ្វើម៉េចថ្ងៃយប់ខ្ញុំនិយាយអត់បើកូនខ្ញុំមិនលូធ្វើម៉េចណាវាធ្វើខ្ញុំមានកូនវិញមែនគឺបងមានរឿងអីជាមួយនឹងគេបានជាគេវាយបងរហូតដល់ស្លាប់ខ្ញុំដេកហើយទ្វារខ្ញុំអត់ចាក់សោទេគាត់ខ្ញុំបិទបាទគាត់មកពីខៅមកស្វឹងហើយគាត់ចុចផ្លេជាប់រហូតខ្ញុំខោណាទ្វារចាក់សោទេមិនចូលមកគាត់មកដែរគាត់ចុចផ្លេរហូតដឹងមិនគាត់ទេហៅពុនគាត់មកឌីខ្ញុំណាយើងសន្តិសុខអីថៃបានបើទ្វារខ្ញុំថាមានបាក់ចាក់សោណាមិនចូលមកបាទដល់ប្តីនឹងថេមកវាយខ្ញុំមួយដងខ្ញុំហត់មកនេះហត់មកនឹងហើយគាត់ចាប់ដើមវាយខ្ញុំវាយយោពីអ្នកប្តីពុនវាយទាំងពីរវាយទាំងពីរអ្នកបាទអញ្ចឹងវាយបងស្លាប់ហើយក៏បានទេហៅគ្នាមកពីក្រៅមកវាយបងបន្ថែមទៀតហ្នឹងហើយយល់ខ្ញុំខាត់អស់ហើយតែគាត់ឈប់មកធូរផាយជា5នាទីគាត់ទេឲ្យគ្នាគាត់មកផាយជា4-5នាក់ទៀតបាទយល់មានធំហ៎បាទផាយជាគាត់ឲ្យពេលខ្ញុំខាត់គាត់ហ្នឹងមានក្លិនយ៉ាក្លិនស្រាបងក្លិនស្រាទៅគាត់ប្រហែលជាគាត់ទេឲ្យគ្នាគាត់ហ្នឹងមក4-5នាក់ហ្នឹងសុទ្ធតែយ៉ាទាំងអស់បាទយល់សុទ្ធតែក្លិនហ្នឹងហើយគាត់ផឹកទាំងអស់ថៃគាត់ដេកនៅហ្នឹងហើយបាទមកគាត់ដេកដួលនៅហ្នឹងហើយខ្ញុំប្រាប់ថាកុំឲ្យវាយគាត់ថានៅអាហ្នឹងធ្វើពុតទេដល់ពេលគ្នាគាត់ហ្នឹងដាក់ប្រមាណជើងនៅចុងក្រោយហ្នឹងទៀតត្រូវបងស្លាប់បាត់ហ្នឹងមកទៅហ្នឹងហើយស្លាប់តាំងពីបងប្រុសដំបងគាត់វាយហេតុការណ៍គាត់ឡើងប្រហែលជាខ្ទង់វេលាមកប៉ុន្មានដែរប្រហែលជាម៉ោង2ជាងបងហើយបើមើលមានគាត់ទូចហ្នឹងហើយបងដែលវាយហ្នឹងធំជាងបាយទៀតបាយយល់អត់ហើយបើប្រពន្ធគាត់យកមិនហ្នឹងដាក់ថែមបាយយល់អត់តាំងពីអ្នកប្តីប្រពន្ធហ្នឹង3ប្តីគាត់វាយលើកងល់ហើយប្រពន្ធដាក់ថែមទៀតបាយយល់អត់ថែមទៀតអញ្ចឹងសុំគាត់ទៅតែមួយយាមទៀតទៅតែបានតែ2ខែទេចាតែ2ខែបងឥឡូវគេវាយបងត្រូវកន្លែងណាខ្លះជើងតាឌូ3-4ដងតត់ផងធាក់ផងអូខេក្បាលលងពួកអីហ្នឹងអូបាទនេះក្បាលលងពួកស្ទីតមកប្រិមិត្តណាបាទបើអត់មានអ្នកជួយទេខ្ញុំហើយគាត់វាយខ្ញុំអ្នកជួយគាត់អូបងអ្នកជួយបងនេះបាទយកទៅបញ្ជើងវាយក្បាលមកយកបញ្ជើងវាយក្បាលទៀតបាទប្រពន្ធគាត់យកបញ្ជើងវាយក្បាលអូអាចអាក្បាលពួកធាក់ជើងធាក់តត់មកនេះបាទហើយពីមុនមកបងធ្លាប់មានបញ្ហាអីជាមួយនឹងគាត់អត់អត់បងអង្គុយនឹងមកធ្លាប់ម្ដងខ្ញុំប្រាប់ថាបងស្រីជិះម៉ូតូមកកុំលឿនពេកក្មេងៗនឹងច្រើនដល់ហើយប្តីគាត់ថាឯងមានរឿងមួយគេច្រើនហើយខ្ញុំថាខ្ញុំក៏ប្រាប់ពុនមកអីអញ្ចឹងថាខ្ញុំនឹងមានរឿងមួយគេច្រើនខ្ញុំមានរឿងមួយណាគេអាចជួយបញ្ជាក់ពីបានដល់ហេតុខ្ញុំតងន់ណាបងណាខ្ញុំតងន់បងមកភ្នែកខ្ញុំដើមហេតុសិនធម្មតាទ្វាគាត់ខ្ញុំមិនដឹងថាចាក់សោឬមិនចាក់សោទេព្រោះទូទៅសោទៅគឺត្រូវតែចាក់មួយយល់ហើយអូថាបងឯងនៅក្រៅគាត់នៅក្នុងយើងដឹងថាចាក់សោមិនចាក់សោអត់យើងហៅគាត់បើទ្វាស្អីអញស៊ីបែបខែមែនគាត់និយាយចឹងហ្នឹងហើយអញស៊ីបែបខែមែនមកចាប់បើទ្វាហើយសំដីគាត់បងទៅប៉ុនបើសិនជាបងឯងមកមានប្រហែលម៉ាត់ណាខ្ញុំថាបងមិនបងឯងបើទ្វាប្តីចុះអញស៊ីបែបខែមែនស្លុតខ្ញុំចឹងបាទហើយដល់ពេលហើយខ្ញុំក៏ចាប់បានដែរបងខ្ញុំក៏បើទ្វាប្តីខ្ញុំចូលមកអាចុយម្រាយគាត់ជេរខ្ញុំចឹងថ្ងៃលើហើយប្តីថាឯងស្អីជេរថាគេហើយជេរណាគេក៏ខ្ញុំចូលមកខាត់រៀងខ្លួនក៏ស្មាត់ខ្ញុំម្ដាយកណ្ដាលមុខហ្នឹងហ្មងបាទគាត់វាយខ្ញុំមុនវាយមុនហ្នឹងគាត់វាយខ្ញុំមុនបាទប្តីខាងបងហ្នឹងហៅគ្នាមកវាយគាត់អត់មានអ្នកណាវាយវាទេមានណាប៉ះពាល់ទេបាទគេនាំថងថៃមិនវាយហែងថៃមិនវាយហែងគេសួរចឹងថៃមិនវាយហែងក្បាលគាត់ពងស្អីបងគាត់ដួលខ្លួនឯងវាយខ្ញុំកែតាក់ខ្លួនមួយខ្ញុំមកយល់ខ្ញុំនិយាយអត់ហើយកន្លងគាត់អ្នកវាយខ្ញុំមុនមកយល់មិនគាត់អ្នកវាយខ្ញុំមុននេះគាត់អ្នកវាយខ្ញុំមុនយល់ខ្ញុំនិយាយហ៎គាត់វាយខ្ញុំមុនហើយជាបើសិនថ្ងៃជាប្តីគេវាយប្រពន្ធមួយឯងនឹងមុខមួយឯងធ្វើម៉េចពីមុនមកបងដែរធ្លាប់មានតោះពាក្យសម្ដីអីជាមួយគាត់ពីមុនមកហើយអត់ដែរទេអត់សោះនិយាយម៉ាត់សន្តិសុខហ្នឹងគឺឆ្លើយហ្មងអ្នកណាក៏គេស្អប់ដែរខ្ញុំឯងមកស៊ូតេសនេះក៏បានស៊ូតេសនេះក៏បានហើយខ្ញុំមានគេចោតប្រកាន់បងថាបងឆ្លើយអ្នកនៅហ្នឹងអត់មានណាគេទៅពេញចិត្តបងអាហ្នឹងយ៉ាងម៉េចដែរបងយល់អត់តែគាត់នឹងមួយអត់តែគាត់នឹងមួយទេបាទតតបងនឹងយកមកបងធាក់ជង្គង់អុកនឹងចង់ទៅហើមឡើងជង្គង់បាទហើយខ្ញុំក៏ទៅចាក់ទាញគាត់បាទនឹងឡងពេលហ្នឹងបើខ្ញុំកុំចាក់ទាញគឺបងគឺត្រូវប្រហែលស្លាប់ហ៎បងបាទបន្ទាប់មកគាត់ក៏ខលហៅគ្នាគាត់4-5នាក់មកទៀតមកបន្ថែមទៀតមកចាប់បន្ថែមទៀតបាទបងសាហាវខ្លាំងបងមើងងាយជន់ក្រីក្រខ្លាំងព្រោះគាត់អត់ថាកន្លែងណាគាត់ខ្វះខាតជាងអត់អោនទេបងណាតែនេះអត់ទេប្រើប្រាស់អំពើហិង្សាដល់សាហាវខូហ្នឹងបងមានអារម្មណ៍យ៉ាងម៉េចដែរខ្ញុំមានអារម្មណ៍មួយថាទទួលយកអត់បានទេបងហើយខ្ញុំក៏អត់គាំទ្រទង្វើបែបហ្នឹងដែរបាទហើយខ្ញុំចង់សុំឲ្យខាងច្បាប់ជួយរកយុទ្ធធម៌គាត់ផងព្រោះគាត់សិនតែអត់ទេបងអើយលិតអត់ពីអ្នកប្តីប្រពន្ធហ្នឹងគឺគាត់ជួលបន្ទប់គឺនៅក្នុងផ្ទះហ្នឹងទេបាទបងប្រិមត្តទូទាំងជនជាទីគោរពក្នុងគណៈវេលាម៉ោង3:30នាទីទៀបភ្លឺឈានចូលថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025ខ្ញុំបាទទេពនរួមនឹងក្រុមការងាររបស់ TP News កំពុងតែធ្វើសក្តីរាយការណ៍ដែលស្ថិតនៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញគឺនៅទល់នឹងមុខសាលាបឋមសិក្សាប្រជុំវង្សដែលយើងទទួលបាននៅករណីដោយចំនួនហិង្សារវាងសន្តិសុខនិងអ្នកជួលបន្ទប់បាទខាងលើនៅយើងចំណុចនឹងទីតាំងបន្ទប់ផ្ទះជួលខាងលើនេះបើតាមការបញ្ជាក់ពីសាក្សីក៏ដូចជាសន្តិសុខគឺបានបញ្ជាក់ថាខ្លួនគឺដេកយាមបាទ
នឹងចំណុចនឹងមុខមកទ្វារក៏ត្រូវបានមានបរិសម្នាក់ដែលជាអ្នកជួលបន្ទប់ហ្នឹងគឺបានមកដល់ហ្នឹងគឺចុចស៊ីផ្លេម៉ូតូឡើងទីដែលគាត់កំពុងតែធ្វើការសម្រាប់លងលក់បាទហើយគាត់ក៏បានធ្វើការងើបឡើងក៏បានឲ្យបរិសខាងលើថាមកទ្វារអត់មានការចាក់សោទេអញ្ចឹងគឺសូមចូលមកបាទក៏ឈានទៅដល់ការប៉ះទង្គិចនឹងពាក្យសម្ដីគ្នាផ្សេងហ្នឹងបាទក៏ឈានទៅដល់ការជេរប្រមាថបាទប្រិយមិត្តទូទាំងជនហើយក៏ឈានទៅដល់ការតោះនៅពាក្យសម្ដីក៏បានឈានទៅដល់ការប្រើប្រាស់អំពើហិង្សាទៅកាន់សន្តិសុខដំបូងហ្នឹងបងអូនគេនៅលើហ្នឹងឯងតែបងអូនលឺសលេងពីអ្នកប្រពន្ធគាត់ឲ្យវាយសន្តិសុខហ្នឹងគាត់ចុចផ្លេទីហ្នឹងតែបងអូនអត់ចាប់អារម្មណ៍ថាគាត់ថាគ្រាន់រឿងបើកទ្វារធម្មតាអត់គាត់ថាដល់បកាយគ្នាតែពេលបកាយគ្នាផាជាដូចជាជេរគ្នាបកាយគ្នានេះធំឡៃម៉ូតូមិញនេះបានឃើញបងប្រុសហ្នឹងគាត់ហក់ធាក់បងសន្តិសុខហ្នឹងឡើងគាត់ស្រែកបងគាត់ស្រែកហៅអូយនេះធាក់ចង់ទៅហៅបងធាក់ធ្វើចាំបានតែពីអ្នកប្តីប្រពន្ធនឹងហក់ធាក់សន្តិសុខហ្នឹងណាហ្នឹងហើយបងប្រុសហក់ធាក់ហើយបានខ្ញុំយល់ទាញជួយពីអ្នកប្តីខ្ញុំហ្នឹងបានគាត់អត់ចង់យល់គាត់ចង់វាយថែមទៀតតែសារខ្ញុំជួយទាញហ្នឹងណាព្រោះអត់ខ្ញុំអត់ជួយទាញទេត្រូវគាត់លឹះហ្នឹងហ្មងគាត់ត្រូវគាត់ស្មាទៅគាត់ងាប់នៅហ្នឹងហ្មងព្រោះតែចង់ហៅហ្នឹងបងគាត់ស្រែកអូយហ្នឹងបានពេលខ្ញុំជួយប្រហែលជា3នាទីអីហ្នឹងបានមានបងគាត់មកក្រោយទៀតអញ្ចឹងណាបងគាត់មកក្រោយហ្នឹងដាក់ថែមមកជុតទៀតថាណាបងមកក្រោយហ្នឹងគេជួយខាត់ជួយអីចឹងណាតែបងប្រុសដែលជាប្តីបងស្រីហ្នឹងគាត់នៅវាយថែមអញ្ចឹងណាតែបងប្រុសគាត់បាត់យល់ខ្ញុំខាត់អស់ហើយតែគាត់ឈប់មកធូរផាយជា5នាទីគាត់ទេឲ្យគ្នាគាត់មកប្រហែលជា4-5នាក់ទៀតបើយល់មានធំណាប្រហែលជាគាត់ឲ្យពេលខ្ញុំខាត់គាត់ហ្នឹងមានក្លិនយ៉ាក្លិនស្រាបងក្លិនស្រាទៅគាត់ប្រហែលជាគាត់ទេឲ្យគ្នាគាត់ហ្នឹងមក4-5នាក់ហ្នឹងសត្វតាយ៉ាទាំងអស់បើយល់សត្វតែក្លិនហ្នឹងហើយគាត់ផឹកទាំងអស់ហើយគាត់ដេកនៅហ្នឹងហើយបើមកគាត់ដេកដួលនៅហ្នឹងហើយខ្ញុំប្រាប់ថាកុំឲ្យវាយគាត់ថានៅអាហ្នឹងធ្វើពុតទេដល់ពេលគ្នាគាត់ហ្នឹងដាក់ប្រមាណជើងនៅចុងក្រោយហ្នឹងទៀតហើយក៏ចោលហ្មងទៅបងស្លាប់បាត់ហ្មងស្មាត់ទៅហ្នឹងហើយស្លាប់តាំងពីបងប្រុសដំបងគាត់វាយអញ្ចឹងអ្នកដែលវាយហ្នឹងគឺគាត់នៅអ្នកជួលបន្ទប់ហ្នឹងដែរទេចាអ្នកជួលខាងលើនេះបងបន្ទប់លេខប៉ុន្មានដែរបន្ទប់គាត់ខ្ញុំអត់ដឹងទេតបងណាមានស្គាល់លេខបន្ទប់ខាងបងស្រីគាត់នៅហ្នឹងអត់គាត់នៅហ្នឹងហើយពីអ្នកប្តីប្រពន្ធគាត់ឥឡូវគាត់នៅហ្នឹងតែឥឡូវគាត់ឥឡូវហ្នឹងគាត់ចេញបាត់ហើយគាត់នៅឯបើយល់តែទៅមើលសិនថាខ្ញុំព្រោះខ្ញុំអត់ស្គាល់លេខបន្ទប់គាត់ទេដឹងតែគាត់នៅខាងនោះបើយល់តែគ្នាគាត់ហ្នឹងចាញ់ហើយតែពីអ្នកប្តីប្រពន្ធគាត់ដែលវាយដំបងគេហ្នឹងអត់ដឹងថានៅឬក៏អត់ទេបងតសួរហ្នឹងវាអត់ដឹងថារឿងចេញចូលឬក៏រឿងអីបើយល់ព្រោះខ្ញុំអត់ដឹងដែរខ្ញុំឮបងគាត់និយាយអញ្ចឹងណាវាអញ្ចឹងហ្នឹងហើយបងហ្នឹងហេតុការណ៍គាត់ឡើងប្រហែលជាខ្ទង់វេលាម៉ោងប៉ុន្មានដែរអូនប្រហែលជាម៉ោង2ជាងបងម៉ោង2ជាងទេណាចាព្រោះខ្ញុំបាត់ដេកហ្នឹងខ្ញុំឮសលេងមកខ្ញុំចោះមកខ្ញុំដៃនឹងខ្ញុំចោះទៅទាញខ្ញុំចោះទៅខាត់ព្រោះអត់ខាត់បងហ្នឹងចោលទៅបងព្រោះបើគាត់ខ្ញុំទៅហ្នឹងដេកបាត់ហ្នឹងគាត់ស្រែកអូយឲ្យគេជួយហើយបើមើលមានគាត់ទូចហ្នឹងហើយបងដែលវាយហ្នឹងធំយ៉ាងម៉េចទៀតបើយល់ថាប្រពន្ធគាត់ប្រពន្ធខ្ញុំហ្នឹងដាក់ថែមបើយល់តាំងពីអ្នកប្តីប្រពន្ធខ្ញុំវាយថាវាយប្តីគាត់វាយលើកងល់ហើយប្រពន្ធដាក់ថែមទៀតបើយល់ថែមទៀតវាយអស់ចិត្តហើយទេហៅគ្នាមកវាយបន្ថែមទៀតព្រោះប្រពន្ធហ្នឹងខ្ញុំលើគេសួរគាត់ហ្នឹងគាត់ថាដឹងមានរឿងអីទេខឹងរឿងនេះរឿងទ្វារអត់បើកអត់អីចឹងណាអូនចេញចូលហ្នឹងដឹងថាដំបងហ្នឹងវាមិនតែសំខាន់វាមានកាមេរ៉ាចាក់ស្ដែងអត់អីទេបងកាមេរ៉ានៅហ្នឹងជុំវិញចង់មានរឿងអីគឺដឹងហើយបងប្អូនដឹងតែធំពាក់កណ្ដាលដែលគាត់វាយហ្នឹងហ្មងដឹងតែប៉ុណ្ណឹងបងប្អូនទៅខាត់ខ្លួនឯងផ្ទាល់ហ្មងពីអ្នកប្តីបាទអញ្ចឹងបងឯងខាត់ទៅប្រហែលអាចនឹងវាយដល់បើអត់ខាត់បើដួលទៅបាត់ឯហ្នឹងបាទអញ្ចឹងខាត់មានលឹះហ្នឹងទៀតអញ្ចឹងសុំគាត់ទៅតែមួយយាបទៀតទៅតែបានតែ2ខែទេចាចិត្ត2ខែបងបាទហ្នឹងហើយប៉ុន្តែគាត់ធ្លាប់មានរឿងអីជាមួយនឹងដែលពីអ្នកប្តីប្រពន្ធខាងលើហ្នឹងយើងអត់ដឹងទេណាអត់ដឹងទេបងអត់ដឹងទេយើងអត់ដឹងច្បាស់អញ្ចឹងសួរសម្រាប់ខ្លួនសិនអញ្ចឹងណាបាទប៉ុន្តែណៃខមុនពេលគាត់ហេតុបងមានលឺសូពាក្យសម្ដីគាត់តោះទាញហ្នឹងហើយពាក្យសម្ដីបានបងអូនចោះមកហ្នឹងហ៎បងបាទលឺជេរគ្នាបាត់ហើយជេរគ្នាវិញមកហើយគ្នាហ្នឹងហើយលឺចោលគ្នាបាត់ហើយឃើញបងប្រុសសន្តិសុខហ្នឹងគាត់រត់មកបាត់ហើយព្រោះបងដែលវាយហ្នឹងគាត់រវាយហ្មងបានគាត់រត់ហ្នឹងបើយល់នោះគាត់វាយតាំងពីខាងនោះខាងម៉ូតូខាងនោះគាត់រត់មកវាយឃើញវាយឡើងហ្នឹងដេកហ្មងបើយល់ស្រែកអូយវាយឡើងចំធំនេះខ្ញុំចង់សួរបញ្ជាក់តិចអញ្ចឹងបានន័យថាវាយហើយមួយស្ទូក្រោយហ្នឹងគាត់ក៏បានធ្វើការទៅហៅគ្នាមកវាយបន្ថែមទៀតហ្នឹងហើយហៅមកបន្ថែមទៀតសោះពេលដែលគាត់កំពុងដេកដួលហ្នឹងហើយបងបាទខ្ញុំអត់ចង់ថាយកទៅណាចង់ឲ្យហៅបាយហ្នឹងឲ្យមកមើលចាក់ស្ដែងហ្មងកុំឲ្យថាពេលហៅទៅវាបាត់ផតាំងហ្នឹងបើយល់ឥឡូវតែផតាំងនេះរបៀបស្អីកាមេរ៉ាព្រួយកាមេរ៉ាឥឡូវកាមេរ៉ាយើងមានអស់ហើយហ្នឹងហើយចាប់បានអស់ហើយបងបាទបងអធិស្ឋានខ្ញុំសាកសួរបងតិចដើម្បីឲ្យដឹងព័ត៌មានច្បាស់ដំបូងឡើយគឺបងមានរឿងអីជាមួយនឹងគេបានជាគេវាយបងរហូតដល់ស្លាប់ខ្ញុំដេក
បាទ ហើយទ្វាខ្ញុំអត់ចាក់សោទេគាត់ខ្ញុំបិទ បាទ គាត់មកពីខែវមក គាត់សបងហ្នឹងក៏មិន ស្វឹង បាទ ហើយគាត់ចុចផ្លេជាប់រហូត បាទ ខ្ញុំខោណាទ្វាអត់ចាក់សោទេមិនចូលមក បាទ គាត់មកដែរគាត់ចុចផ្លេរហូតដឹងមិនគាត់ទេហៅពុនគាត់មកឌីខ្ញុំណាយើងសំសុកអីថៃបានបើទ្វាខ្ញុំថាមានបាក់ចាក់សោណាមិនចូលមក បាទ ដល់ប្តីនឹងហេមកវាយខ្ញុំមួយដងខ្ញុំហត់មកនេះ អូ ហត់មកនឹងហើយគាត់ចាប់ដើមវាយខ្ញុំវាយយោពីរអ្នកប្តីប្រពន្ធវាយទាំងពីរ វាយនឹងពីរនាក់ បាទ បាទអញ្ចឹងវាយបងសន្លប់ហើយក៏បានទេហៅគ្នាមកពីក្រៅមកវាយបងបន្ថែមទៀត ហ្នឹងហើយ ឥឡូវគឺវាយបងត្រូវកន្លែងណាខ្លះ ជើងតាឌូ3 4ដងហើយ តតផងធាក់ផងអូកៃក្បាលលងពួកអីហ្នឹងអូបងនេះបាទក្បាលលងពួកស្ទីតមកប្រិមិត្តណាបាទ បើអត់មានអ្នកជួយទេខ្ញុំហើយគាត់វាយងក់ ខ្ញុំអ្នកជួយគាត់បង អូបងអ្នកជួយបងនេះ បាទបងបាទ បាទ យកទៅបញ្ជើងវាយក្បាលមកបញ្ជើង យកបញ្ជើងវាយក្បាលទៀត បាទប្រពន្ធគាត់យកបញ្ជើងវាយក្បាល អូអាចចុះអាក្បាលពួកហ្នឹង ធាក់ត ជើង ធាក់តតមកនេះបាទហើយពីមុនមកបងធ្លាប់មានបញ្ហាអីជាមួយនឹងគាត់អត់ ធ្លាប់ អត់បងអង្គុយនឹងមក ធ្លាប់ម្ដងខ្ញុំប្រាប់ថាបងស្រីជិះម៉ូតូមកកុំលឿនពេកក្មេងៗនឹងច្រើន អូ ដល់ហើយប្តីគាត់ថាឯងមានរឿងមួយគេច្រើនហើយខ្ញុំថាខ្ញុំក៏ប្រាប់ពុនមកឯងអញ្ចឹងថាខ្ញុំនឹងមានរឿងមួយគេច្រើនខ្ញុំមានរឿងមួយណាគេ បាទប៉ុន្តែពីមុនមកបងធ្លាប់មានរឿងមួយគេផ្សេងហ៎ មាន មានទិញទួយយើងប្រាប់គេយើងគេខឹងអីចឹងទៅណា បាទ បាទអឺធម្មតាគ្នាសន្តិសុខគ្នាស្ដាប់បទជាមេដែរបាទពេលខ្លះបាទអបងនៅពេលហ្នឹងគឺបងឃើញហេតុការណ៍ជាក់ស្ដែងគឺយ៉ាងម៉េចដែរ គឺដំបងប្អូនពងគេងចឹងមកណាដើម្បីគេងឬសលេងគាត់ស្រែកដាក់គ្នា បាទ ហើយប្អូនក៏ចង់មកមើលឃើញបងប្រុសហ្នឹងគឺគាត់តតបងនឹងយកមកបងធាក់ជង្គង់អុកនឹងចង់ទៅហើមបាទហើយខ្ញុំក៏ទៅចាប់ទាញគាត់ បាទ ដំឡងពេលហ្នឹងបើខ្ញុំគុំចាប់ទាញហ្នឹងគឺបងគឺត្រូវបាទស្លាប់ហ៎បង បាទ បាទបន្ទាប់មកគាត់ក៏ខលហៅគ្នាគាត់4 5នាក់មកទៀតមកបន្ថែមទៀត មកចាប់បន្ថែមទៀត បាទបងសាហាវខ្លាំងបងមើងងាយជនក្រីក្រខ្លាំងព្រោះគាត់អត់ បាទ ថាកន្លែងណាគាត់ខ្វះខាតជាងអត់អោនទេបងណាតែនេះអត់ទេ បាទនៅក្នុងនាមបងជាណែពលរដ្ឋម្នាក់នៅពេលដែលបងឃើញប្រើប្រាស់អំពើហិង្សាដល់សាហាវខូហ្នឹងបងមានអារម្មណ៍យ៉ាងម៉េចដែរ ខ្ញុំមានអារម្មណ៍មួយថាទទួលយកអត់បានទេបងហើយខ្ញុំក៏អត់គ្រប់ត្រូវទង្វើបែបហ្នឹងដែរ បាទ បាទ បាទហើយខ្ញុំចង់សុំឲ្យខាងច្បាប់ជួយរកយុទ្ធធម៌គាត់ផង បាទ ព្រោះគាត់សិនអ្នកអត់ទេបងអើយអាណិតគាត់ បាទឥឡូវក្រោយពីឲ្យបានវាយហើយគឺពួកគាត់ទាំងអស់ហ្នឹងគឺរត់ចេញតំណាបាត់អស់ហើយ គាត់ទៅអស់ហើយអត់នៅនឹងទៀតទេអត់ឃើញនៅនឹងទៀតផង បាទប៉ុន្តែពីអ្នកប្តីប្រពន្ធហ្នឹងគឺគាត់ជួលបន្ទប់គឺនៅក្នុងផ្ទះហ្នឹងទេ បាទបងបាទ បងនិយាយថាអាចជួយបញ្ជាក់ពី បង បាន មកភ្នែកខ្ញុំមុនដំបូងសិន បាទ ខ្ញុំតងន់ណាបងណាខ្ញុំតងន់បងមកភ្នែកខ្ញុំដើមហេតុសិន បាទ ដំបូងឡើយខ្ញុំនៅលើផ្ទះខ្ញុំទៅហៅគ្រួសារខ្ញុំមកផ្ទះវិញ បាទ ធម្មតាទ្វាក៏អត់ខ្ញុំមិនដឹងថាចាក់សោឬមិនចាក់សោទេព្រោះទូទៅសោហ្នឹងគឺត្រូវតែចាក់ បាទ ថ្ងៃយល់ហើយអូថាបងឯងនៅក្រៅគាត់នៅក្នុងយើងដឹងថាចាក់សោមិនចាក់សោអត់យើងហៅគាត់បើកទ្វាស្អីអញស៊ីប្រាក់ខែមែន អូគាត់និយាយចឹង ហ្នឹងហើយអញស៊ីប្រាក់ខែមែនមកចាប់បើកទ្វាហើយ អូ សំដីគាត់បងទៅប៉ុនបើសិនជាបងឯងមកឯងមានប្រហែលបែបណាខ្ញុំថាបងមិនបងឯងបើកទ្វាប្តីចុះអញស៊ីប្រាក់ខែមែនស្លុតខ្ញុំចឹង បាទបាទបាទ ហើយដល់ពេលហើយខ្ញុំក៏ចាប់បានដែរបងខ្ញុំក៏បើកទ្វារប្តីខ្ញុំចូលមកអាចុយម្រាយគាត់ជេរខ្ញុំចឹងថ្ងៃយល់ហើយប្តីថាឯងសាយជេរថាគេហើយជេរថាគេ អូ ក៏ខ្ញុំចូលមកខាត់រៀងខ្លួនគាត់ស្មាត់ខ្ញុំម្ដាយក្រាមមុខហ្នឹងហ្មង អូបាទ គាត់វាយខ្ញុំមុន វាយថ្ងៃមុនហ្នឹង គាត់វាយខ្ញុំមុន បាទ បាទបាទបាទ ថ្ងៃយល់ហើយគាត់វាយខ្ញុំមុន បាទបងបាទបាទហើយលើបងប្រុសឲ្យជាប្តីបងក៏តំណាបាត់ដែរបង គាត់ណាទៅ បាទ ទៅណាបាត់នេះមួយនេះ បាទហើយចាំមានគាត់បញ្ជាក់ថាក្រោយពីវាយគ្នាជាមួយនឹងគាត់ចុះឡើងហើយខាង អត់មានវាយទេមកសាប់ខ្ញុំនិយាយវាវាយខ្ញុំមុនក៏ប្តីខ្ញុំច្រានវាចេញចែក បាទ ថ្ងៃយល់ខ្ញុំនិយាយអត់ព្រោះតែសាប់ពេលវាវាយខ្ញុំគឺខ្ញុំតងន់ដែរថ្ងៃយល់ធម្មតាខ្ញុំអត់កូតកូនខ្ញុំមិនលូធ្វើមិន បាទ ថ្ងៃយល់ខ្ញុំនិយាយអត់បើកូនខ្ញុំមិនលូធ្វើមិន បាទ ណាវាធ្វើខ្ញុំមានកូនវិញមែន បាទហើយចុះតែគាត់ថាមានប្តីខាងបងហ្នឹងហៅគ្នាមកវាយគាត់ អត់មានអ្នកណាវាយវាទេ បាទ មានណាប៉ះពាល់ឯង បាទ គេនាំឆ្លងថៃមិនវាយហែងថៃមិនវាយហែងគេសួរចឹងថៃមិនវាយហែង ចុះក្បាលគាត់ពកស្អីបង គាត់ដួល ដួល គាត់ ខ្លួនឯ វាយ ង ខ្ញុំកែចាប់តាក់មួយខ្ញុំថ្ងៃយល់ខ្ញុំនិយាយអត់ហើយកន្លងគាត់អ្នកវាយខ្ញុំមុនថ្ងៃយល់មិនគាត់អ្នកវាយខ្ញុំមុន ថតលេងលបួសទៅគាត់ នេះគាត់អ្នកវាយខ្ញុំមុនយល់ខ្ញុំនិយាយហ៎ បាទបងបាទ គាត់វាយខ្ញុំមុនហើយជាបើសិនជាថ្ងៃជាប្តីគេវាយប្រពន្ធមួយឯងនឹងមុខមួយឯងធ្វើមិនមួយឯងធ្វើមិន ពីមុនមកបងដែរធ្លាប់មានតោះពាក្យសម្ដីអីជាមួយគាត់ពីមុនមកហើយ អត់ដែរទេអត់សោះនិយាយម៉ាត់សិនសុំហ្នឹងគឺឆ្លើយហ្មងអ្នកណាក៏គេស្អប់ដែរខ្ញុំឯងមកសួរតេស្តនេះក៏បានសួរតេស្តនេះក៏បានអ្នកណាក៏ស្អប់វាដែរលើកមុនណាខ្ញុំថាពេលខ្ញុំមកពីផ្ទះខ្ញុំមកចំម៉ោង 2:10 ខ្ញុំឃើញចុយ
មិនបលិញមកជុំគ្នាអស់ហ្នឹងគឺឆ្លុះគ្នាដោយសារវាបើកទ្វារគេគឺយកកបចាក់គ្នានៅមុខហ្នឹងដោយសារវា បាទ មកយកឲ្យវាធ្វើការតំបានតើមិនមួយខែទៅត្រូវហ្នឹង ហើយចុះពេលហ្នឹងហេតុអីបានជាយើងមិនរាយការណ៍ប្រាប់ម្ចាស់ផ្ទះដើម្បីឲ្យ ម្ចាស់ផ្ទះមាននៅហ្នឹងណាម្ចាស់ផ្ទះនៅសក្រៅ អូ មកយល់ម្ចាស់ផ្ទះមាននៅហ្នឹង អ្នកដែលមើលការខុសត្រូវ គាត់ថាត្រូវតែគាត់នៅហ្នឹងទេនេះមកយល់និយាយអត់ បាទ ខ្ញុំឆាតដល់នេះខ្ញុំឆាតមួយម្ចាស់ផ្ទះនេះខ្ញុំថាដែរនេះខ្ញុំឆាតម្ចាស់ផ្ទះដែរនេះ បាទបាទ មកយល់អត់តែវាវាយខ្ញុំមុនបងឲ្យយល់និយាយវាវាយខ្ញុំមុន បាទ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 លើអត់អីទីទៀតណាកម្លាំងកងរាជអាវុធហត្ថគាត់ចុះមកដល់ទីតាំងកន្លែងគាត់ហេតុហ្នឹងហើយឲ្យធ្វើការស្រាវជ្រាវទៅខ្ញុំអត់ហ៊ានធ្វើការវិនិច្ឆ័យទេ អត់មានទេអត់មានទេ បាទ មានណាវាយ មានគ្នាមកវាយខោថែមបន្តទៀត មួយខ្ញុំមួយទល់មួយសោះ បាទអញ្ចឹងបើសិនជាមានកាមេរ៉ាថាភាពឃើញសកម្មភាពឥឡូវកណ្ដាលបង ទៅបើឃើញកាមេរ៉ាទៅខ្ញុំចង់និយាយមកវាអ្នកវាយខ្ញុំមុនមកឲ្យយល់និយាយលើខ្ញុំសុំឲ្យចេះ បាទតធម្មតាទេតែហឹង្សាតែនេះគឺតែងតែបកែកយកខុសយកត្រូវរៀងខ្លួនបាទអញ្ចឹងបងសនសុកទ្វារហ្នឹងគឺជារាល់ដងគឺយើងអត់ដែរចាក់ទេណាអត់ដែរចាក់ទេហើយចាំមិនគេចោតប្រកាន់បងថាបងឆ្លើយអ្នកនៅហ្នឹងអត់មានណាគេទៅពេញចិត្តបងអាហ្នឹងយ៉ាងម៉េចដែរបង វានោះអត់តែគាត់នឹងមួយ អត់តែគាត់នឹងមួយទេមានបញ្ហាទៅមួយគាត់នឹងមួយទេ គាត់ទីនតោមកលឿនលឿនក្មេងៗគាត់លេងនៅនឹងដល់ខ្ញុំប្រាប់ទៅគាត់ថាខ្ញុំហ្នឹងស្អីណាថាខ្ញុំហ្នឹងសំដីឆ្លើយដាក់គាត់ខ្ញុំក៏ប្រាប់ប៉ុណ្្នឹងសោះថាខ្ញុំដីឆ្លើយ បាទអូខេឥឡូ តាំ វ ងពីថ្ងៃហ្នឹងមកគាត់ដូចជាប្តីគាត់មានអារម្មណ៍ថាគុំយើងតាំងពីហ្នឹងមកខ្ញុំដឹង អូ ដល់មកថ្ងៃហ្នឹងគាត់ទៅក្រៅខ្ញុំថាពេលហ្នឹងប្រហែលទៅផឹកយប់ បាទ មែនមកវិញចុចផ្លេជាប់ខ្ញុំពូដីលក់សួរ បាទ ចុចផ្លេជាប់ណាចុយណាគេណាចូលមកទ្វារចាក់សោណា បាទ គាត់ក៏អត់មកដែរគាត់ចុចផ្លេយកមកទៅហឹងយូរបានគាត់ឈប់ដល់ទៅបានលើកទី2គាត់ប្រហែលទេហៅពុនគាត់ចុះមកពុនគាត់ចាប់ដើមលុតយើងមកហើយ អូ ខ្ញុំតទៅវិញគាត់ចាប់ដើមឆេឆៅច្រើនខ្ញុំជេរម្ដាយខ្ញុំតាំងពីនៅមកជេរអាចុយម្ដាយស្អីណាច្រើនខ្ញុំតាំងពីនៅមករហូតទៅដល់នោះវាយខ្ញុំម្ដាយខ្ញុំហោះខ្ញុំមកវាយវិញខ្ញុំថាវាយមនុស្សវាយមិនឈ្នះគាត់ទេដល់អញ្ចឹងខ្ញុំអត់វាយទេដល់ទៅដល់នោះវាយខ្ញុំម្ដាយទៀតខ្ញុំតវិញចាប់ដើមប្រពន្ធតាំងពីអ្នកប្តីពុនវាយខ្ញុំយកបណ្ដោយដល់ហើយខ្ញុំវាយបិទនេកក៏វាទៅពុនគាត់ណាគាត់ថាខ្ញុំវាយពុនគាត់ចាប់ដើមដាក់យកជង្គង់ខ្ញុំស្លាប់តាំងពីនោះមក វាយអស់ចិត្តទេហៅ អ្នកក្រៅ គ្នាមកវាយទៀត តាត់3ជើងចំឆ្អឹងជានេះ បាទប្រិមត្តទូទាំងជនឥឡូវកម្លាំងកងរាជអាវុធហត្ថលោកក៏ធ្វើការអញ្ជើញភាគីមួយខាងទៀតដើម្បីធ្វើការសួរនាំបាទនៅកងរាជអាវុធហត្ថអាខណ្ឌច្បារអំពៅបាទដើម្បីធ្វើការស្រាវជ្រាវទៅលើកាមេរ៉ាសុវត្ថិភាពឲ្យឃើញពីមូលហេតុឲ្យច្បាស់បាទព្រោះអីហឹង្សានៅពេលដែលវាយគឺតែងតែយកខុសយកត្រូវរៀងខ្លួនឯងអញ្ចឹងយើងមើលទៅលើកាមេរ៉ាសុវត្ថិភាពថាភាគីខាងណាវាយភាគីខាងណាមុនភាគីខាងណាជេរភាគីខាងណាមុនយើងមានកាមេរ៉ាសុវត្ថិភាពគ្រប់គ្រាន់សម្រាប់នៅក្នុងការដាក់បន្ទុកប្រិមត្តទូទាំងជនបាទឥឡូវខាងកម្លាំងកងរាជអាវុធហត្ថគឺធ្វើការលឿនបាទក្រោយពីខ្ញុំបានធ្វើការតាក់ទងទៅแล้วគាត់បានមកដល់ទីតាំង